ចឹងសំណួរដំបូងខ្ញុំសូមសួរទៅលោកប៉ែនច័ន្ទកណាប់អឺតើលោកកណាប់អាចធ្វើការបញ្ជាក់បានទេថាតើគោលនយោបាយជាតិកម្មវិធីបណ្ដុះបណ្ដាលគ្រូឬក៏ស្តង់ដារវិញ្ញាបនបត្រសម្រាប់ការអប់រំបរិញ្ញាបត្រនិងកម្មវិធីលើកទឹកចិត្តអ្វីខ្លះដែលបានគ្រប់គ្រងការអប់រំបរិញ្ញាបត្រប្រទេសកម្ពុជាយើងជាបឋមសូមគោរពជំរាបសួរទស្សនិកជនដែលកំពុងទស្សនានៅលើបណ្ដាញសង្គមដែល live ផ្ទាល់ដោយអង្គការ NAP ហើយសូមគោរពជំរាបសួរលោកផែនសំណាងអ្នកគ្រូបតីបាទដែលមានវត្តមាននៅទីនេះបាទតកតងនឹងគោលនយោបាយជាតិដែលក្រសួងបានកសាងតកតងនឹងអភិវឌ្ឍបរិយាបន្ននេះគឺយើងបានមានជាគោលនយោបាយស្ដីពីការរំបរិយាបន្នដែលយើងក្របដណ្ដប់ពីការរំបរិយាបន្នពីកម្រិតមត្តេយ្យរហូតទៅដល់ឧត្តមសិក្សាអញ្ចឹងបានយើងបានមានជាគោលនយោបាយហើយគោលនយោបាយយើងទៀតសោតមានគោលដៅចំនួន4ទី1គឺធានាការកំណត់អត្តសញ្ញាណបឋមនិងការវិតម្លៃព្រមទាំងការអន្តរាគមន៍ទាន់ពេលទៅលើកុមារដែលមានពិការភាពហើយទី2គឺយើងផ្ដល់សេវាអប់រំដែលមានគុណភាពប្រកបដោយបរិយាបន្នសមធម៌និងការសិក្សាពេញមួយជីវិតចំណុចទី3គឺការកសាងសមត្ថភាពនិងលើកកម្ពស់ការប្រវត្តិជំនាញដល់គ្រូបង្រៀននិងគណៈគ្រប់គ្រងសាលារៀនហើយចំណុចទី4គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមបាទនេះជាគោលដៅសំខាន់ក្នុងគោលនយោបាយស្ដីពីការរួមបរិយាបន្នហើយពាក់ព័ន្ធនឹងចំណុចមួយទៀតគឺកម្មវិធីបណ្ដុះបណ្ដាលគ្រូអញ្ចឹងក្រសួងបានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសដើម្បីយើងធ្វើការបណ្ដុះបណ្ដាលគ្រូដែលមានជំនាញពិសេសមានពិការភ្នែកដែលយើងរៀនពីជំនាញការស្ទាបអក្សរក្រៃអក្សរស្ទាបហើយលើភាសាសញ្ញាអញ្ចឹងជំនាញកថ្លង់ហើយទី3គឺជាជំនាញផ្នែកពិការភាពសតិបញ្ញានិងអូទីសឹមអញ្ចឹងយើងបានក្រសួងបានបង្កើតវិទ្យាស្ថានហើយជារៀងរាល់ឆ្នាំគឺវិទ្យាស្ថានតែងតែបណ្ដុះបណ្ដាលគ្រូទូទាំងប្រទេសបាទតែមានកំណត់ដែររួមមួយឆ្នាំ20នាក់តាមគម្រោងថវិកាដែលមានការឧបត្ថម្ភអញ្ចឹងយើងជ្រើសរើសជារៀងរាល់ឆ្នាំបាទនៅលើជំនាញ3អញ្ចឹងឆ្នាំនេះក៏យើងបណ្ដុះបណ្ដាលលើជំនាញ3ប្រភេទហ្នឹងហើយពាក់ព័ន្ធនឹងការគ្រប់គ្រងអញ្ចឹងនៅពេលដែលគ្រូដែលគាត់បានបណ្ដុះបណ្ដាលរយៈពេល1ឆ្នាំនៅលើជំនាញទាំង3ហ្នឹងគឺបើសិនជាគាត់ចូលទៅបម្រើការងារនៅវិទ្យាល័យអប់រំវិសេសគាត់នឹងមានការឧបត្ថម្ភប្រាក់បៀវត្សបន្ថែម80,000បន្ថែមទៅលើប្រាក់បៀវត្សរដ្ឋធម្មតារាល់ថ្ងៃនឹងទៀតបាទនេះហើយជាអ្វីដែលក្រសួងបានធ្វើការគ្រប់គ្រងនិងលើកទឹកចិត្តហើយថ្មីយើងបានដឹងហើយគឺក្នុងការរក្សាគ្រូដែលមានជំនាញពិសេសគឺក្រសួងបានទទួលបុគ្គលិករបស់អង្គការជាច្រើនអញ្ចឹងយើងមានអង្គការគ្រូសាស្ត្រថ្មីអង្គការសាលាទុនសាយអង្គការ HAC បាទអញ្ចឹងពួកគាត់ដែលជាមានជំនាញពិសេសបង្រៀនទៅលើកុមារដែលមានតម្រូវការពិសេសនោះគឺយើងផ្ដល់ក្របខ័ណ្ឌឲ្យគាត់តែម្ដងបាទនេះជាអ្វីដែលយើងបានតែប៉ុន្តែអ្វីយើងបានជាដំណាក់ហើយរដ្ឋក៏បានធ្វើការគ្រប់គ្រងទៅលើវិទ្យាល័យអប់រំពិសេសទាំង6នឹងដែរមានរាល់ការចំណាយកិច្ចដំណើរការសាលារៀននិងការស្នាក់នៅរបស់សិស្សក្នុងមួយខែ20,000រៀលក្នុងម្នាក់បាទអញ្ចឹងគឺផ្ដល់សម្រាប់កុមារពិការដែលស្នាក់នៅវិទ្យាល័យអប់រំពិសេសហ្នឹងហូបចុកស្នាក់នៅនិងការធ្វើដំណើរបាទហ្នឹងគឺជាអ្វីដែលក្រសួងបានយកចិត្តទុកដាក់ទៅលើការងារពិការភាពហ្នឹងហើយខ្ញុំគិតថាសំណួរបែរជាសូមចូលរួមឆ្លើយប៉ុណ្្នឹងសិនហើយបើមានចម្ងល់អីយើងនឹងពិភាក្សាគ្នានៅបន្ទាប់ទៀតបាទសូមអរគុណ